皆さんこんにちはសួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះយើងមករៀនអំពីវិជ្ជាករមេរៀនទី12នៅក្នុងសៀវភៅត្រាយទាំងអស់គ្នាបន្តទៀតណាបាទអញ្ចឹងវិជ្ជាករយើងគឺតកតងទៅនឹងទម្រង់ខណ្ឌណូកែណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាមកមើលទាំងអស់គ្នាមកតោះអញ្ចឹងអ្នកទាំងអស់គ្នាឃើញណាតកតងទៅនឹងខណ្ឌណូកែគឺយើងប្រើប្រាស់មិនអ្នកទាំងអស់គ្នាអាចមើលកន្លែងហ្នឹងមកតោះអញ្ចឹងខណ្ឌណូកែは何々ことができると同じ意味それをする能力があるとかどこで何ができるなどという時に使うអញ្ចឹងនៅក្នុងនេះគឺគេចង់ពន្យល់យើងតកតងទៅនឹងទម្រង់ខណ្ឌណូកែណាទម្រង់ខណ្ឌណូកែហ្នឹងគឺវាមានអត្ថន័យដូចជាមួយនឹងことができるណាទម្រង់ខណ្ឌណូកែគឺជាទម្រង់លទ្ធភាពអ្នកទាំងអស់គ្នាខណ្ឌណូកែហ្នឹងគឺគេហៅថាទម្រង់លទ្ធភាពណាអ្នកទាំងអស់គ្នាអញ្ចឹងអត្ថន័យវាដូចជាមួយនឹងことができるមានន័យថាអាចធ្វើអីមួយបានណាតោះអញ្ចឹងគឺគេប្រើប្រាស់នៅពេលដែលគេនិយាយដូចជាអាចធ្វើអ្វីមួយនៅកន្លែងណាមួយឬក៏មានសមត្ថភាពក្នុងការធ្វើរឿងអីមួយនៅកន្លែងចឹងនិយាយថាយើងមានសមត្ថភាពឬក៏យើងអាចធ្វើអ្វីមួយនៅកន្លែងណាមួយបានឬក៏យើងអាចធ្វើរឿងអីមួយបានអញ្ចឹងគឺយើងប្រើទម្រង់ខណ្ឌណូកែហ្នឹងណាបាទហើយចំពោះអត្ថន័យវាដូចខ្ញុំដូចនៅក្នុងនេះគេបញ្យល់ប្រាប់អញ្ចឹងគឺអត្ថន័យវាដូចជាមួយនឹងことができるណាកន្លែងហ្នឹងអ្នកទាំងអស់គ្នាតែអញ្ចឹងអ្នកទាំងអស់គ្នាអាចកលេចមកមើលខាងក្រោមបន្តិចមកតោះអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាអាចឃើញហើយគឺជាទម្រង់ខណ្ឌណូកែរបស់យើងណាអ្នកទាំងអស់គ្នាឃើញហើយនេះទម្រង់ខណ្ឌណូកែអ្នកទាំងអស់គ្នាកលេចមើលតិចមកបាទអញ្ចឹងទម្រង់ខណ្ឌណូកែយើងគឺគេដាក់ថា v នឹងស្មើទៅនឹងកិរិយាសព្ទណា verb できるណាអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងហ្នឹងគឺគេបង្កើតជាក្រុមមានក្រុម1ក្រុម2ហើយនិងក្រុម3អញ្ចឹងការបំបែកទម្រង់គឺដូចជាមួយនឹងការបែងចែកក្រុមណាដូចជាមួយនឹងទម្រង់ជា K ណៃ K អីដូចគ្នានឹងការបែងចែកជាក្រុមទី1ទី2ទី3ដូចគ្នាតែការបំបែកទម្រង់គឺខុសគ្នាណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថាទម្រង់ខណ្ឌណូកែយើងគេបំបែកទម្រង់រាល់សំឡេងជួអក្សរ i ដែលស្ថិតនៅក្នុងដែលស្ថិតនៅជាប់ម៉ាស់អញ្ចឹងគឺយើងត្រូវបំបែកយើងត្រូវបដូរសំឡេង i ហ្នឹងទៅជា e ទាំងអស់នឹងសម្រាប់ក្រុមទី1អញ្ចឹងឧទាហរណ៍ដូចជាពាក្យនេះអ្នកទាំងអស់គ្នាឃើញនៅក្នុង verb ជា K កន្លែងហ្នឹងអ្នកទាំងអស់គ្នាមិនបាច់ចាំមើលក៏បានដែរបើសិនជាខ្លាចច្រឡំយើងអាចគិតជា maske វិញមកអញ្ចឹង maske ឧទាហរណ៍ដូចជាពាក្យ kakimas អញ្ចឹងចុះ kakimas អញ្ចឹងអ្នកទាំងអស់គ្នាឃើញអក្សរ ki នេះអក្សរ ki ហ្នឹងវានៅជាប់ម៉ាស់ណាអញ្ចឹងយើងបដូរពី ki ហ្នឹងទៅជាកែវិញមកអ្នកទាំងអស់គ្នាអញ្ចឹងខាគីម៉ាស់ទៅជាខាកេណាខាកេម៉ាស់ឬក៏យើងប្រវាយជាឈូខេមកតង់ទៀតមកខាកេឬវិញអញ្ចឹងទៅអញ្ចឹងសម្រាប់ក្រុមទី1រាល់សំឡេងជួអក្សរ i បដូរទៅជា e ទាំងអស់ណាអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាអត់ចំណាំជួអ្នកទាំងអស់គ្នាអាចមើលខាងឆ្វេងដៃនេះនៅខាងឆ្វេងដៃអ្នកទាំងអស់គ្នានឹងឃើញគេលើកឧទាហរណ៍នេះអញ្ចឹងទី1អទី2 i ទី3អញ្ចឹងអ្នកទាំងអស់គ្នាឃើញអញ្ចឹងរាល់សំឡេងអក្សរយើងបដូរទៅជាអលេខ4ណាព្រោះដោយសារតែនៅក្នុងនេះគេប្រវាយចូលជាទម្រង់ជាខេហើយតែបើសិនជាអ្នកទាំងអស់គ្នាកុំឲ្យច្រឡំឬក៏អញ្ញែអញ្ញៃអញ្ចឹងអ្នកទាំងអស់គ្នាធ្វើដូចខ្ញុំមករាល់សំឡេងជួអក្សរ i មាន i ហើយ ki si អីចឹងទៅនេះនៅក្នុងលេខ2នេះអញ្ចឹងអ្នកទាំងអស់គ្នាមើលតាមខ្ញុំមកបាទកន្លែងខ្ញុំគូសហ្នឹងណាមាន i ki gi si chi ni bi mi អីទាំងអស់ហ្នឹងគឺយើងត្រូវបដូរវាទៅជាជួសំឡេងអក្សរ e ណាជួសំឡេងអក្សរ e អញ្ចឹងមាន e កែអីគេទៀតឧទាហរណ៍អាសេចុះហើយណែអញ្ចឹងទៅរ៉េអញ្ចឹងទៅឧទាហរណ៍រិទៅជារ៉េនេះទៅជាណែអញ្ចឹងទៅ si ទៅជាសេអញ្ចឹងទៅណាអ្នកទាំងអស់គ្នាយើងអាចផ្លាស់ប្ដូរអញ្ចឹងដូចជាយកមីម៉ាស់ណាអ្នកទាំងអស់គ្នាខ្ញុំលុបចោលសិនកុំឲ្យអ្នកទាំងអស់គ្នាមើលទៅច្រឡំណាអ្នកទាំងអស់គ្នា
chẳng u thọ hanasima chứ chẳng sĩ nó bị chọp mà chẳng dương đầu sĩ tới chia sẻ mà chẳng hanasima mình này thà ai như vậy bạn đấy nè tao khani tụm rung karaoke chẳng dương bộ prai thà ai thua vậy mùi bàn á nè tao khani tụm rung là tập hiệp hồi dưỡng á ai u thọ dỗ mi má đấy dỗ mẹ mà ai bàn chẳng tới chẳng tụm rung karaoke cứ bài năng sầm rập cầm tì mũi nè nè chấm pu cầm tì pì nè tao khani chấm pu nị group bữa nè tao khaniรอสำเร็จอย่าโซจบมาในตอนคือยืนครอนแต่ลุบมาเจ้าไทม์ระเรรึเนี่ยในตอนนี้ระเรรึจังอุทธรณ์จีปีถับใบมะแต่จีถับเบะระเรรึให้จำปูเปียเอากีมาในตอนนี้เคยปีเอากีมาในขนมนั่งไงจังจำปูเอากีมานั่งคือวิจีปีกะระในเลือกแรงให้วิสทัดในขนมกรมตีปีจังยืนลุบมาโดยขณีเนี่ยคือไทม์ระเรรึจังไหลนึงในตอนนี้complete ចំណាំផងវាមានអូគីម៉ាស់មួយទៀតទុកដាក់អញ្ចឹងគឺគេប្រើអីគេស្ថិតនៅក្នុងក្រុមទី1គេប្រើនៅក្នុងក្រុមទី1ណាបាទអញ្ចឹងវាមិនមែនក្រុមទី2ទេតោះហើយមីម៉ាស់ក៏ដូចគ្នាណាមីឬក៏មីម៉ាស់ហ្នឹងយើងលុបម៉ាស់ចោលថែមមីរ៉ារេឬអញ្ចឹងក្រុមទី2ស្រួលទេគឺរាល់សម្លេងជួអក្សរ A ទាំងអស់ស្ថិតនៅជាប់ម៉ាស់យើងលុបម៉ាស់ចោលថែមរ៉ារេឬតើអញ្ចឹងអ្នកទាំងអស់គ្នាក៏លេខមកមើលក្រុមទី3ណាអ្នកទាំងអស់គ្នាក្រុមទី3សំឡេងស៊ីម៉ាស់ដែលវានៅស្ថិតនៅក្នុងក្រុមទី3ហ្នឹងអ្នកទាំងអស់គ្នាស៊ីម៉ាស់គីឡូអ្នកទាំងអស់គ្នាមើលសឺឬអត់យល់អ្នកទាំងអស់គ្នាមើលស៊ីម៉ាស់អញ្ចឹងស៊ីម៉ាស់ហ្នឹងវាស្ថិតនៅក្នុងក្រុមទី3អញ្ចឹងយើងអត់ប្រើសឺឬក៏សឺរ៉េអីទេគឺយើងបដូរពីស៊ីម៉ាស់ហ្នឹងទៅជាដេគីរឹអ្នកទាំងអស់គ្នាដេគីរឹណែអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាត្រូវចំណាំផងដល់ពេលពាក្យមួយទៀតខីម៉ាស់វាស្ថិតនៅក្នុងក្រុមទី3ដែរខីម៉ាស់ហ្នឹងអញ្ចឹងយើងបដូរវាទៅជាខូរ៉ារេរឹណែអ្នកទាំងអស់គ្នាខូរ៉ារេរឹអាចមកបានអីចឹងណាបាទអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នា complete ចំណាំផងចំពោះទម្រង់ខាណូកេយើងណាក្រុមទី3ណាឧទាហរណ៍ដូចជាពាក្យ Benksho Sima Benksho Dekiru ណាអ្នកទាំងអស់គ្នាសានពោស៊ីម៉ាទៅជាសានពោ Dekiru Annai Sima Annai Dekiru អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់បើសិនជាមានចម្ងល់អីអាច comment សាកសួរបានណាបាទអញ្ចឹងសរុបមកវិញក្រុមទី1សំឡេងជួអក្សរ E បដូរទៅជាជួអក្សរ A ហើយចំពោះក្រុមទី2វិញគឺសំឡេង A ជាប់ម៉ាស់យើងលុបម៉ាស់ចោលយើងថែមរ៉ារេឬណាបាទហើយចំពោះក្រុមទី3ស៊ីម៉ាស់យើងទៅជាដេគីឬហើយខីម៉ាស់ហ្នឹងបើជាអូខេយើងមិនគឺឬមិនចឹងឯអ្នកទាំងអស់គ្នាអញ្ចឹងយើងអត់អាចគឺរ៉ារេឬទេគឺខោរ៉ារេឬអញ្ចឹងកន្លែងហ្នឹងជាចំណុចចំណាំសម្រាប់អ្នកទាំងអស់គ្នាណាអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នាច្រឡំណាបាទអញ្ចឹងឥឡូវយើងចូលដល់លំហាត់របស់យើងណាលំហាត់របស់យើងតែមុននឹងយើងចូលដល់លំហាត់យើងមើលកន្លែងចំណុចបន្ថែមរបស់គេបន្តិចណាបាទនៅទំព័របន្ទាប់ទៀតតើអញ្ចឹងអ្នកទាំងអស់គ្នាមកមើលប្រយោគកន្លែងនេះតិចមកណាអ្នកទាំងអស់គ្នាមើលតិចមកអញ្ចឹងនៅក្នុងហ្នឹងគេដាក់ថា Kanoke no Bundewa Mokuteki go o Arawasu o ហើយគេដាក់ថា Organic Kaeru អញ្ចឹងបើយើងនិយាយស្រួលស្ដាប់ទៅអ្នកទាំងអស់គ្នានៅក្នុងប្រយោគ Kanoke អ្នកទាំងអស់គ្នាតម្រង់លទ្ធភាពតម្រង់អាចហ្នឹងណាគឺយើងអាចអីគេយើងអាចផ្លាស់ប្ដូរពីអូហ្នឹងទៅជាកៈវិញបានណាអ្នកទាំងអស់គ្នាដោយបង្ហាញពីភាសាមួយដែលជាគោលដៅណាបាទបង្ហាញពីកម្មវត្ថុអីចឹងជាដើមណាអញ្ចឹងអ្នកទាំងអស់គ្នាចាំមើលឧទាហរណ៍ជាក់ស្ដែងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចំណាំថាប្រយោគ Kanoke ហ្នឹងគឺយើងអាចផ្លាស់ប្ដូរពីបូវ៉ាសាប់អូទៅជាកៈបានណាអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាមើលឧទាហរណ៍ជាក់ស្ដែងមកតោះឧទាហរណ៍ទីនេះខាងលើគេនេះគឺគេដាក់ថា computer អូសឺកៅណាបើយើងប្រើធម្មតាខ្ញុំប្រើប្រាស់ computer ណានៅពេលដែលយើងប្រវាយទៅជាទម្រង់របស់យើងប៉ាសុ computer កៈសឺកៈអេរណាសឺកៈអេរអញ្ចឹងឃើញគេបដូរពីអូទៅជាកៈអត់អ្នកទាំងអស់គ្នាកន្លែងហ្នឹងអញ្ចឹងចំណាំផងទម្រង់ Kanoke គឺយើងប្រើប្រាស់បែបហ្នឹង
តែអញ្ចឹងអ្នកទាំងអស់គ្នាក៏លេចមកមើលទី1ឧទាហរណ៍ទី1គេដាក់ថាម៉េចតាវតាស៊ីវ៉ានីហុងហ្គោណូស៊ីមបឹងហ្កាយូមេរុមានន័យថាខ្ញុំអាចអានកាសែតជាភាសាជប៉ុនបានអញ្ចឹងអ្នកទាំងអស់គ្នាឃើញណាបាទអាចអានបានព្រោះកាសែតជប៉ុនវាសិតអក្សរខាន់ជីអញ្ចឹងណាបាទទី2គឺវតាស៊ីវ៉ាអូសាកេហ្កាណូមេម៉ាសេនមានន័យថាខ្ញុំនឹងគឺមិនអាចផឹកស្រាបានទេតោះទី3គេដាក់ថាខូណូតូសូកាំង Zasimo Kari Raremaska មានន័យថានៅបណ្ណាល័យហ្នឹងតើអាចខ្ចីទស្សនាវដ្តីបានអត់ B គេថា A Furuizasiwa Daijoubu Desyo មានន័យថាបាទកាសែតទស្សនាវដ្តីចាស់ហ្នឹងគឺយើងអាចខ្ចីបានអត់អីទេ Daijoubu កន្លែងហ្នឹងណាបាទតែអញ្ចឹងអ្នកទាំងអស់គ្នាក៏លេខមកមើលយតិមីយ៉ូទាំងអស់គ្នាណាបាទចំពោះលំហាត់យតិមីយ៉ូរបស់យើងណាអ្នកទាំងអស់គ្នាមើលតិចមកឧទាហរណ៍គេទី1គេថាវតាស៊ីវ៉ាឃើញទេអ្នកទាំងអស់គ្នាវតាស៊ីវ៉ាខាន់ជីហ្កាហៀគឺជីខាកេម៉ាមានន័យថាខ្ញុំនឹងគឺអាចសរសេរអក្សរខាន់ជីនឹងបាន100អក្សរណាបាទកន្លែងហ្នឹងតែអញ្ចឹងកុំឲ្យខាតពេលយូរអ្នកទាំងអស់គ្នាអាចធ្វើលំហាត់បានណាតែខ្ញុំនឹងប្រាប់ចម្លើយទៅកាន់អ្នកទាំងអស់គ្នាមុនអ្នកទាំងអស់គ្នាអាចធ្វើការបំពេញចូលណាឬពាក្យនៅក្នុងប្រអប់ខាងក្រោមហ្នឹងបំពេញចូលតើពាក្យមួយណាដែលស័ក្តិសមជាមួយនឹងប្រយោគទាំង4ហ្នឹងក្នុងចំណោម4ហ្នឹងណាបាទតែអញ្ចឹងខ្ញុំនឹងប្រាប់ចម្លើយទៅកាន់អ្នកទាំងអស់គ្នាតែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការបំពេញទៅហើយចុច scope ឬក៏មើលតាមហ្នឹងណាបាទតែអញ្ចឹងទី1ណាអ្នកទាំងអស់គ្នាពាក្យទី1គឺយើងយកពាក្យhikima ណាអ្នកទាំងអស់គ្នា hikima តែយើងមិនមែនសរសេរ hikima ចូលទេគឺ hikema ណាអ្នកទាំងអស់គ្នាសំឡេងក្រុមទី1 i ទៅជា a ណាអ្នកទាំងអស់គ្នា ki ទៅជា ke តែអញ្ចឹងមានន័យថា Suzuki san គេដាក់ថា Suzuki san wa piano ga hikema មានន័យថាលោក Suzuki ហ្នឹងគឺអាចលេង piano ណាបាទបានតលេខ2តអ្នកទាំងអស់គ្នាលេខ2អ្នកទាំងអស់គ្នាគិតថាយកអីគេណាខ្ញុំនឹងប្រាប់ចម្លើយគឺយើងយក Kengakushima Kengakushima ដោយសារតែវាស្ថិតនៅក្នុងក្រុមទី3អញ្ចឹងយើងទៅជា Kengaku Dekima ណាអ្នកទាំងអស់គ្នាកន្លែងហ្នឹងប្រយ័ត្នប្រយែងហ្នឹងបាទតែអញ្ចឹងចំពោះទី3គេដាក់ថាខ្ញុំភ្លេចបកប្រែខ្ញុំបកប្រែឲ្យសិន Anobiru Kojowa Isu Demo Kengaku Dekiru មានន័យថារោងចក្រនោះអាគាររោងចក្រហ្នឹងគឺយើងអាចទៅសិក្សាណាយើងអាចទៅសិក្សាទស្សនកិច្ចសិក្សាបានគ្រប់ពេលនៅរោងចក្រហ្នឹងតោះលេខ3គេដាក់ថា Astano Asahichi ni Kaisha ni អ្នកទាំងអស់គ្នាយកអីគេតោះអញ្ចឹងកន្លែងហ្នឹងគឺយើងយកKima ណាអញ្ចឹង Kima ទៅជា Kora Re Maska ណាកន្លែងហ្នឹងណាអញ្ចឹងKaisha ni Kora Re Maska ហើយ Beta ហើយ Wakarimashita មានន័យថាតើអ្នកអាចមកក្រុមហ៊ុននៅម៉ោង7ព្រឹកនៅថ្ងៃស្អែកបានទេ Beta បាទខ្ញុំមកបានណាហើយ Wakarimashita នោះមានន័យថាខ្ញុំយល់ហើយបាទខ្ញុំយល់ហើយខ្ញុំអាចមកបានអញ្ចឹងតែអញ្ចឹងចំពោះទី4ចុងក្រោយអ្នកទាំងអស់គ្នាគឺយើងយកពាក្យ no rimas ណាអញ្ចឹង no rimas ទៅជា no re ណាអ្នកទាំងអស់គ្នា no rimas ណាអញ្ចឹងគេដាក់ថា Uchino Musuko wa yosai ណាyosai desu ga chitensha ni no rimas ណាមានន័យថាកូនប្រុសរបស់ខ្ញុំហ្នឹងគឺអាយុ4ឆ្នាំទេប៉ុន្តែអាចជិះកង់បានណាអ្នកទាំងអស់គ្នាកន្លែងហ្នឹងបាទអញ្ចឹងនៅក្នុងវិជ្ជាករតម្រង់ Kanoke មេរៀនទី12របស់យើងហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាណាបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយតាក់ទងទៅនឹង Matome Mondai ណាមានន័យថាលំហាត់សរុបនៃវិជ្ជាករដែលយើងបានរៀនទាំង12វិជ្ជាករហ្នឹងណាបាទអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត Oskare sama des